도와줄게요. 잘했어요. 쟤는 봐봐. 수스데이 빙욤 마치은 하이네 그 지ngày trong 사바다 ngày tịch hai ngày tha nôm nè tao khani mà mơ đam chư khắc khăn trong tục bao nhóm hai có đôi chỉ super khắc khăn đại nhóm tình hai tục trao ở đại ban riêng hai từng ởនេះគឺសិស្សសង្តាជាសភៅកូរ៉េដែលថាតាខ្ញុំឥឡូវនេះគឺកំពុងតែរៀនភាសាកូរ៉េអញ្ចឹងហើយបានជានៅក្នុងផ្ទះខ្ញុំភាគច្រើនគឺសភៅកូរ៉េហើយមុននឹងខ្ញុំចាប់ផ្ដើមរៀនគឺខ្ញុំត្រូវតែញ៉ាំអាហារបំពន់ខួរក្បាលដោយសារតែខ្ញុំមានអាយុរៀងច្រើនហើយខួរក្បាលរបស់ខ្ញុំកាលនៅពីតូចហ្នឹងគឺឧស្សាហ៍ប៉ះទង្គិចនៅពីក្រោយក្បាលដូច្នេះហើយការចងចាំរបស់ខ្ញុំគឺខ្សោយខ្លាំងមែនទែននិយាយរួមទៅគឺខ្ញុំខ្សោយការចងចាំហើយប្រាជ្ញារបស់ខ្ញុំក៏រៀងដើរយឺតជាងអ្នកដទៃដែរចឹងហើយនៅក្នុងវីដេអូថ្ងៃនេះគឺអត់មានអីចង់បង្ហាញអ្នកទាំងអស់គ្នាច្រើនទេគ្រាន់តែនេះជាវីដេអូខ្លះក្នុងថ្ងៃចុងសប្តាហ៍របស់ខ្ញុំបន្ទាប់ពីថ្ងៃធម្មតាគឺខ្ញុំធ្វើការ8ម៉ោងបន្ទាប់មកគឺខ្ញុំមានពេលនៅជាមួយកូនតែប្រហែលម៉ោងទេដោយសារតែគាត់ដោយសារតែខ្ញុំចេញពីធ្វើការម៉ោង5អញ្ចឹងទៅហើយខ្ញុំពេលថ្ងៃដែលខ្ញុំមានម៉ោងថែមរៀនទៀតគឺខ្ញុំរៀនដល់ម៉ោង8ទៅម៉ោង10អញ្ចឹងទៅពេលវេលាខ្លះដែលខ្ញុំបាននៅជាមួយកូនគឺភាគច្រើនមានតែពេលថ្ងៃចុងសប្តាហ៍ទេហើយសង្ឃឹមថាអ្នកទាំងអស់គ្នាជួយគ្រប់គ្រងវីដេអូរបស់ខ្ញុំផងហើយខ្ញុំអត់សូវបានធ្វើវីដេអូដោយនិយាយដោយសារតែខ្ញុំអត់សូវចេះនិយាយដូច្នេះសង្ឃឹមថាអ្នកទាំងអស់គ្នាមើលលេងទៅហើយបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អំពីការរៀនសូត្រខំចុងកូស៊ីអីអញ្ចឹងអ្នកទាំងអស់គ្នាអាចសួរនាំខ្ញុំបានព្រោះអីឥឡូវខ្ញុំគឺកំពុងតែរៀនខំចុងកូស៊ីដើម្បីប្រឡងចូលទៅសាកលវិទ្យាល័យព្រោះខ្ញុំរៀននៅខ្មែរបានតិចតួចទេអញ្ចឹងហើយខ្ញុំក៏ចង់បន្តការសិក្សារបស់ខ្ញុំបន្តទៀតទោះបីឥឡូវវាជាចំណុចចាប់ផ្ដើមមួយក៏ខ្ញុំអត់បោះបង់ចោលដែរខ្ញុំសង្ឃឹមថាខ្ញុំនៅតែមានកូនចិត្តមួយថាខ្ញុំចង់ទៅរៀនសាកលវិទ្យាល័យហើយអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយឃើញវីដេអូខ្ញុំខ្លះខ្ញុំធ្វើនេះពេលវីដេអូខ្លះគឺខ្ញុំធ្វើនោះអីចឹងប៉ុន្តែឥឡូវគឺខ្ញុំចាប់តែរៀនហើយនឹងកិច្ចការនៅផ្ទះហើយនឹងលេងមួយកូនធម្មតានិយាយរួមទៅជីវិតប្រចាំថ្ងៃរបស់ខ្ញុំទាំងម្ដងហើយខ្ញុំអត់សូវថតវីដេអូរៀនសពទាំងម្ដងព្រោះខ្ញុំខ្លាចគិតថាវាអាចនឹងធុញអញ្ចឹងហើយបានជាខ្ញុំថតជាមួយកូនផងថតក្នុងការធ្វើកិច្ចការផ្ទះផងអីផងអញ្ចឹងទៅកុំឲ្យអ្នកទាំងអស់គ្នាធុញទ្រាន់អីអញ្ចឹងទៅហើយដោយវីដេអូនេះអញ្ចឹងគឺវាព្រឹករហូតដល់ប្រហែលជាម៉ោង3រសៀលហើយថ្ងៃនេះគឺកូនគាត់ត្រូវទៅទទួលគេហៅថាអនណផលតាល់ដោយសារថាកូនស្រីរបស់ខ្ញុំគឺគាត់និយាយយឺតជាងក្មេងដទៃនិយាយយឺតជាងមិត្តភ័ក្តិរបស់គាត់ដែរអាយុណាគ្នាអញ្ចឹងគាត់ខ្សោយការនិយាយយឺតជាងគេអញ្ចឹងទៅដូច្នេះហើយគឺពួកយើងត្រូវទៅទទួលការបន្តបន្តការនិយាយចឹងហើយបន្ទាប់មកមុននឹងពួកយើងទៅនោះគឺខ្ញុំពេលព្រឹកគឺខ្ញុំរៀនបានតែ1ម៉ោងទេដោយសារតែខ្ញុំងើបរៀងយឺតហើយណាមួយកូនគាត់ងើបមកយើងត្រូវធ្វើម្ហូបធ្វើឲ្យគាត់ផងអញ្ចឹងទៅពេលព្រឹកខ្ញុំរៀនបានតែ1ម៉ោងទេនិយាយរួមទៅក្នុងការរៀនខ្ញុំអត់សូវមានពេលរៀនដូចអ្នកផ្សេងដោយសារតែខ្ញុំធ្វើការផងហើយមកដល់តែខ្ញុំត្រូវមើលកូនផងហើយខ្ញុំត្រូវរៀនសូត្រផងអញ្ចឹងពេលដែលខ្ញុំរៀនហ្នឹងគឺខ្ញុំរៀនបានតែពេលម៉ោង4ម៉ោង5អីទីភ្លឺទេប៉ុន្តែថ្ងៃខ្លះពេលដែលអត់សូវហត់ក៏ងើបរៀនប៉ុន្តែថ្ងៃខ្លះដល់ពេលដែលហត់ខ្លាំងគឺជ្រុលអត់បានងើបរៀនអីចឹងទៅហើយរៀននេះដោយសារតែខ្ញុំដោយដែលប្រាប់អ្នកនរគ្នានៅវីដេអូមុនអញ្ចឹងគឺខ្ញុំត្រូវទៅប្រឡងដូច្នេះហើយខ្ញុំត្រូវតែខំប្រាប់រៀនបន្តិចមិនមែនមកធ្វើវីដេអូអួតដើម្បីបង្ហាញថាខ្ញុំជាអ្នករៀនប៉ាកែរៀនខ្លាំងអីអញ្ចឹងទេមែនទេប៉ុន្តែគ្រាន់តែជាកិច្ចការដែលខ្ញុំធ្វើប្រចាំថ្ងៃអញ្ចឹងហើយខ្ញុំក៏យកមកថតឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងទៅសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយSubscribe YouTube ខ្ញុំ